ពីការបាទតាត់ទៅបុករបាល់ទីឲ្យគាត់ថែមួយក្បាលរបស់អិនធីឲ្យគាត់បញ្ចូលទីតែម្ដងបាទបាល់រមៀលមកថែមជើងស្ដាំបាទពីបាទពេញបើហើយក៏ថែមមួយក្បាលបាទកន្លែងនេះឱកាសគ្រាប់បាល់ទី2នៅក្នុងវគ្គទី2ពីការទាត់បញ្ចូលទីរបស់តុនច័ន្ទបាទតុនច័ន្ទអស់បាល់ចូលមកខាងក្នុងហើយគាត់ទាត់ជើងស្ដាំមកតាមមិនទាន់ទេពីតំបន់ការពាររបស់បាត់ដំបងយូនីបាទកីឡាករតុនច័ន្ទផានមករាព្យាយាមបណ្ដើរបាល់ហើយក៏ជ្រែកនឹងបញ្ជូនត្រង់នេះហើយបាទដែលម៉ានសំរីរត់ឡើងគ្រប់គ្រងពីខាងក្រោមមានឱកាសទាត់ទីបានសម្រេចបាទគៀសហើយក៏ទាត់ពេញទំហឹងតែម្ដងត្រង់នេះបាទហើយគ្រាប់បាល់នាំមុខឲ្យម្ដងហើយម្ដងទៀតទៅលើគូប្រកួតរបស់ខ្លួនបាទលើកបាល់ចេញបានល្អមែនទែនកន្លែងនេះពីខ្សែការពារម៉ាន់សឹមរីហើយសឹមរីទៅជូនមកឲ្យកីឡាកររ៉ានសិតបាទរ៉ានសិតក៏ធ្វើបានសម្រេចគ្រាប់តាមស្មើនៅនាទីទី88បាទនេះបាទកីឡាករសឹមរីទៅជូនបាទកីឡាកររ៉ានសិតក៏កាត់នឹងទាត់មកជូនតាមស្មើនៅនាទីទី88